កំពុងតែឆ្ងល់ថាហេតុអីมันជាគ្រាន់តែយើងឈរនៅក្រៅពន្លឺព្រះអាទិត្យហេតុអីมันជាយើងមានអារម្មណ៍ទឹកក្តៅអញ្ចឹងតើយើងមើលទាំងអស់គ្នាពួកខ្ញុំមកពីសាលារៀនចំណុចថ្មីវិទ្យាល័យព្រែកលៀបហើយពួកខ្ញុំគឺជាសិស្សនៃថ្នាក់ទី7បេអងយើងខ្ញុំឈ្មោះបុនធឿនហុងទីនាងខ្ញុំឈ្មោះឆនមែនទីនាងខ្ញុំកុងលក្ខិណាខ្ញុំបាទឈ្មោះសវណ្ណរតយាខ្ញុំបាទឈ្មោះអែមសេរីរតិស័កខ្ញុំបាទឈ្មោះជួនបណ្ដារីវិនថាដល់ថ្ងៃនេះពួកយើងនឹងមកធ្វើបទបង្ហាញអំពីការបញ្ចេញរស្មីគឺជាអ្វីការបញ្ចេញរស្មីគឺជាការផ្ទេរកម្ដៅដោយរលកអេឡិចត្រូម៉ាញ៉េទិកពេលយើងឈរក្រោមពន្លឺព្រះអាទិត្យយើងត្រូវបានកម្ដៅដោយរលកអេឡិចត្រូម៉ាញ៉េទិកសម្លកម្ដៅឬចរន្តវិលវល់ការផ្ទេរកម្ដៅដោយការបញ្ចេញរស្មីគឺមិនត្រូវការធាតុណាមួយដើម្បីជួយក្នុងការផ្ទេរកម្ដៅនោះទេជារស្មីមានអត្ថប្រយោជន៍អ្វីខ្លះក្នុងការរស់នៅទី1គឺសម្ងួតជាទូទៅបើយើងចង់ទុកសាច់រងបន្លែផ្លែឈើឲ្យបានយូរល្អយើងត្រូវយកវាទៅហាលលើក្រាបពន្លឺថ្ងៃឲ្យបានស្ងួតល្អសកម្មភាពប្រចាំថ្ងៃមួយទៀតនោះគឺការសម្ងួតសម្លៀកបំពាក់បើសិនជាយើងគ្មានព្រះអាទិត្យទេយើងមិនអាចសម្ងួតសម្លៀកបំពាក់បានទេហើយនឹងមានមេរោគធ្វើឲ្យមានក្លិនទៀតផងអាចប្រាប់ខ្ញុំបានទេបើពងមាន់គ្មានមេមាន់ក្រាបតើពងមាន់អាចញ័របានជាកូនមាន់ដែរឬទេបាទតែវិញសម័យបច្ចុប្បន្ននេះពងមាន់គឺមិនត្រូវការមេវាដើម្បីក្រាបទេគឺត្រូវការអំពូលផ្លឹកដើម្បីបញ្ចេញរស្មីទៅកាន់ពងមាន់ដើម្បីឲ្យវាមានកម្ដៅដើម្បីឲ្យវាញាស់ប្រយោជន៍ទី3នោះគឺការសម្អិនរូបទី1នេះគឺជាការអាំងសាច់ដោយប្រើម៉ាស៊ីនអាំងសាច់ហើយវាទទួលកម្ដៅបានមកពីការបញ្ចេញរស្មីហើយរូបទី2នេះគឺជាការអាំងសាច់ត្រីដោយការប្រើចង្ក្រានធ្យូងដែលទទួលកម្ដៅដោយការបញ្ចេញរស្មីពីរងើកធ្យូងហើយរូបទាំងពីរនេះសុទ្ធតែជាការបញ្ជូនកម្ដៅតាមរយៈការបញ្ចេញរស្មីអត្ថប្រយោជន៍ទី4នោះគឺការព្យាបាលយើងមើលលើរូបទី1គេចង់និយាយថាការកើតជំងឺមហារីកលើរូបទី2គេចង់និយាយថាកូនក្មេងដែលកើតមកមិនមានសុខភាពល្អគេយកទៅដាក់ក្នុងទូដើម្បីបាញ់កាំរស្មីឬកម្ដៅចូលទៅក្នុងខ្លួនរបស់ក្មេងដើម្បីរក្សាកម្ដៅនេះគេចង់និយាយអំពីការបាញ់កាំរស្មីដើម្បីសម្លាប់កោសិកាមេរោគមហារីករោគមួយនេះគេចង់និយាយថាការបាញ់ឡាស៊ែរព្យាបាលមកជាប់នៅលើផ្ទៃមុខរបស់យើងបទបង្ហាញរបស់ពួកយើងត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការទស្សនាជម្រាបលា